សូមសូមឆ្លើយសំណួរបាទសូមឆ្លើយសំណួរមួយមើលតើមានសំណួរណាស្រួលឆ្លើយទេអូខេមើលពីលើមកអត់មានទេអ្នកណាសួរមុនគេស្ដាប់រួចហើយលោកពូអូខេចឹងហ៎បាទអូខេលំលីបាទអូខេអរគុណសំណួរអ្នកណាគេនេះគឺខាសុភមង្គលគាត់ថាសួស្ដីបងនៅក្នុងស្រុកសប្តាហ៍មានព័ត៌មាន3ទី1រឿងថៃចូលដីខ្មែរទី2រឿងសម្ដេចធ្វើការទូតមួយថ្ងៃអារម្មណ៍ឡើងចុះជាង trade មាសទៀតបាទចាស់រឿងទី3បាទហ្នឹងហើយអញ្ចឹងបើថាប្រិមិត្តចង់ដឹងរឿងអ្វីបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាឬក៏រឿងនៅក្រៅប្រទេសសូមសរសេរ comment មកខ្ញុំអាចនឹងស្រាវជ្រាវយកមកចែករំលែកផងដែរណាខ្ញុំមិនចេះគ្រប់រឿងប៉ុន្តែខ្ញុំនឹងស្រាវជ្រាវដោយសារខ្ញុំមានឯកសារច្រើននៅកន្លែងនេះបាទចឹងអរគុណសុភមង្គលណាបាទបានជំរាបឲ្យដឹងអូខេពុនថនអូអ្នកបងពុទ្ធីអញ្ជើញចូលដែរណាបាទអរគុណអ្នកបងចូលក្រោយគេចឹងហ្នឹងបាទអត់បានជំរាបសួរបាទអូបងសេរីក៏បានអញ្ជើញចូលដែរអូខេសុផាតសុកគាត់ថាជំរាបសួរលោកពូយប់ហើយតើថៃសៀមបង្កើតរដ្ឋាភិបាលបានហើយទំនងអាចរកដំណោះស្រាយដោយសន្តិវិធីជាមួយខ្មែរទេដោយពេលកាត់សង្គ្រាមលើកទី1ប្រទេសទាំងពីរបានរួមគ្នាវាស់វែង JBC ជាមួយគ្នាអរគុណពូកុំភ្លេចមកស្រុកយើងចិត្តដាច់ខែ2ហើយពូអរគុណច្រើនមួយបាទខ្ញុំបានទស្សនាអត្ថបទមួយរបស់ diplomat ណាដែលគាត់និយាយអំពីគាត់ធ្វើវីដេអូគាត់ធ្វើវីដេអូទៅចំថ្ងៃហ្នឹងខ្ញុំបានទស្សនាភ្លាមតែម្ដងគឺប្រិមិត្តដែលបានណាជាអង់គ្លេសបានជួបអានហើយហ្នឹងគឺក្រុមសារចេះក្រុមសារគាត់បានសួរទៅក្នុងវីដេអូហ្នឹងគាត់ដំណើររឿងគាត់ចង់ផ្ដោតសំខាន់គាត់ចង់និយាយថារឿងនយោបាយថៃវាមេស៊ីវារញ៉េរញ៉ៃអីហ្នឹងបាទវានាំឲ្យមានរឿងបញ្ហាព្រំដែនជាមួយនឹងកម្ពុជាហើយដោយសារមានរឿងព្រំដែនជាមួយនឹងកម្ពុជាអ្នកនយោបាយថៃនឹងយករឿងហ្នឹងមកកេងចំណេញនយោបាយនៅក្នុងស្រុករបស់គាត់វិញណានឹងសាច់រឿងវាអញ្ចឹងណាបាទហើយនៅក្នុងហ្នឹងគឺមានអ្នកជំនាញរបស់ថៃមួយរូបដែលគាត់ធ្វើការនៅតូក្យូនោះគាត់បាននិយាយថាឥឡូវហ្នឹងបាទគឺដោយតែខ្ញុំនិយាយពីថ្ងៃមុនដែរណាគាត់ថាឥឡូវហ្នឹងគឺថៃអស់មានរដ្ឋាភិបាលអនុធានហ្នឹងអស់មានហេតុផលអ្វីទៅអូបន្លាយទៀតហើយបាទគាត់ថាការដែលយកគេថាពាក្យជាតិនិយមមកលេងជាល្បែងហ្នឹងបាទឥឡូវហ្នឹងបានជោគជ័យហើយឥឡូវនេះมันអាចយកល្បែងជាតិនិយមហ្នឹងមកលេងរហូតបានទេត្រូវតែងាកមកដោះស្រាយបញ្ហាដែលប្រឈមជាមួយនឹងប្រទេសកម្ពុជាហ្នឹងហើយអញ្ចឹងគឺបញ្ហាដែលប្រឈមដែលត្រូវដោះស្រាយជាមួយនឹងកម្ពុជាហ្នឹងគឺមានពីរមានទី1រឿងបញ្ហាព្រំដែនហ្នឹងទី2គឺរឿងបាទរឿងពាណិជ្ជកម្មហ្នឹងអញ្ចឹងការរឿងព្រំដែនហ្នឹងត្រូវវាស់វែងហ្នឹងគឺមានយន្តការដែលត្រូវប្រើនៅដដែលបាទអញ្ចឹងត្រឡប់ទៅយន្តការនៅវិញដដែលអញ្ចឹងឥឡូវនេះមកដល់ម៉ោងនេះថៃគាត់បានគ្រប់សម្លេងហើយឮសូរតាសេចក្តីរាយការណ៍ចុងក្រោយហ្នឹងគាត់ចង់អញ្ជើញគណៈបករបស់លោកអភិសិទ្ធនឹងចូលដែរដើម្បីឲ្យបានសម្លេងឲ្យកាន់តែច្រើនឲ្យគណៈបកសម្លេងប្រឆាំងកាន់តែតូចទៅចាបាទបើអញ្ចឹងគឺក៏យ៉ាងដែរបាទពីព្រោះអីបើកាលណាគាត់ចូលរដ្ឋាភិបាលឲ្យអញ្ចឹងហើយតែគាត់ត្រូវដោះស្រាយបញ្ហាហ្នឹងបាទអញ្ចឹងគឺឥឡូវហ្នឹងទាំងកម្ពុជាទាំងអន្តរជាតិគាត់យកយល់ដែរណាថាគឺដោយសារថៃគាត់មានបញ្ហាផ្ទៃក្នុងទៅបោះឆ្នោតឥឡូវនឹងរៀបចំរដ្ឋាភិបាលហើយដូច្នេះវាអត់មានលេសអីថែមទៀតទេបាទខ្ញុំនិយាយទៀតទោះបីជាមានអ្នករិះគន់ខ្ញុំមានអ្នកសរសេរខមមិនឌឺដងខ្ញុំថាយ៉ាងម៉េចក៏ដោយខ្ញុំនៅតែគោលចំហខ្ញុំនៅតែឲ្យប្រិមិត្តនៅរក្សាក្តីសង្ឃឹមមិនអាចនឹងយកបាទការទូកម្លាំងប៉ុណ្ណាមិនអាចមកវាស់វែងផែនទីថ្មីគូសផែនទីថ្មីឲ្យប្រើកម្លាំងយោធានោះបានទេបាទអត់បានទេថៃមិនតដល់កម្រិតរុស្ស៊ីទេដូចលោកឧបរៈក៏មានប្រសាសន៍ចឹងថៃមិនតដល់កម្រិតរុស្ស៊ីទេដែលអាចមកជ្រែងជើងនៅទីនឹងបានព្រោះរុស្ស៊ីគាត់បញ្ជាកាត់ក្រុមប្រឹក្សាសន្តិសុខបាទគាត់ជាសមាជិកមួយក្នុងចំណោម P5 ហ្នឹងក៏គាត់មានសិទ្ធិវេតូថៃអត់មានដល់កម្រិតហ្នឹងទេដូច្នេះកុំចង់តម្លើងខ្លួនហួសពីអ្វីដែលខ្លួនអាចធ្វើបានបាទអញ្ចឹងខ្ញុំនៅនិយាយចឹងទោះបីជាមានប្រិយមិត្តខ្លះនៅថាខ្ញុំផ្ដល់នៅក្តីសង្ឃឹមឬក៏កុហកអីក៏ដោយប៉ុន្តែខ្ញុំនៅតែឲ្យប្រិយមិត្តនៅតែរក្សាក្តីសង្ឃឹមថាបាទមិនអាចនឹងមកបំពេញទាំងកក្លឿននឹងបានទេបាទអញ្ចឹងបាទអញ្ចឹងខ្ញុំនឹងបន្តចែករំលែកបន្ថែមទៀតឲ្យបានប្រិយមិត្តបានដឹងផងដែរបាទអញ្ចឹងនៅរក្សាក្តីសង្ឃឹមទាំងអស់គ្នាបាទមួយទៀតវិធីមួយតើថៃនឹងបាទអូនផាវីគាត់សួរថាសូមបងជួយពន្យល់ពីពន្ធរបស់កម្ពុជាតើសៀមឲ្យនឹងសៀមឲ្យច្បាស់បន្តិចមកបងបាទលោករដ្ឋមន្ត្រីគាត់បាននិយាយមុននេះបន្តិចគឺគាត់បាននិយាយថាអ្វីដែលខាងអាមេរិកបានចុះ
ក្នុងពេលជាមួយនឹងប្រទេសដទៃហ្នឹងគឺគាត់នៅតែទុកដដែលចឹងបានន័យថាគាត់នឹងរកវិធីរកច្បាប់យ៉ាងម៉េចច្រឡប់ឆ្លៀតមិនដើម្បីឲ្យនៅដដែលទេអញ្ចឹងគឺពីភ្លាមហ្នឹងគឺបើសិនជាលោកមិនប្រើច្បាប់នេះដើម្បីទប់វិញគឺយើងអាចមានចំណេញមកយើងអាចមានចំណេញច្រើនដែរបាទប៉ុន្តែដោយសារលោកត្រាំលោកដាក់ច្បាប់ថ្មីមួយដែលតម្លើង maximum ទៅដល់ 15% ហ្នឹងគឺបាទតាមការគណនាទៅគឺអាចនឹងនៅដដែលឬក៏អាចខ្មែរយើងអាចចុះបន្តិចយ៉ាងណាទៅលើទំនិញមួយចំនួនអញ្ចឹងដោយឡែកគឺមិនទាន់មានការបកស្រាយឲ្យច្បាស់ពីអ្នកជំនាញនៅខាងកម្ពុជាទេបាទអ្នកដែលដឹងរឿងច្បាស់អាចនឹង KC បាទ KC គាត់ដឹងច្បាស់បាទចាំមើល page របស់លោក KC ផងប៉ុន្តែគាត់ថាលោករដ្ឋមន្ត្រីពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកវិញគឺគាត់មានប្រសាសន៍ដូចតែខ្ញុំបានជម្រាបជូនមុននេះតិចចឹងបាទសាលីអាប់ដាសាឡាមគាត់ថាលោកពូស្ដាប់អ្នកវិភាគម្នាក់ថារឿងលោកហ៊ុនម៉ាណែតនិយាយជាមួយសារព័ត៌មានធំៗវាហាក់យឺតពេលទៅហើយតែជាការពិតទេហើយសាលីខ្ញុំបានឆ្លើយរឿងនឹងហើយណាខ្ញុំបានហើយរឿងនឹងហើយប៉ុន្តែគាត់ថាដោយសារក្មួយសួរទៅហើយគឺបើកាលណាហួសពេលតើតែបញ្ហានឹងវាចប់ហើយយើងទៅមកនិយាយអាហ្នឹងបានវាហួសពេលបើបញ្ហាហ្នឹងអត់ទាន់ចប់ហ្នឹងយើងនិយាយមានទេហួសពេលមកយើងទៀមទីឲ្យដោះស្រាយបញ្ហាហ្នឹងនៅតែការទៀមទីរបស់កម្ពុជានៅដូច្នេះអត់ទាន់មានហួសពេលទេហើយនៅក្នុងការប្រើយន្តការគឺយើងប្រើអាចមានវិធីចាស់សាស្ត្រច្រើនបាទនៅក្នុងការនិយាយរឿងរ៉ាវច្រើនមួយចំនួនបាទគាត់ថាខ្ញុំបរៀននេះតិចចុះបាទអញ្ចឹងក្មួយសាលីសួរខ្ញុំបរៀនតិចចុះនៅក្នុងការរបៀបធ្វើការអីក៏ដោយជាពិសេសអាមេរិកនិងមកគេបកកាយហ្នឹងបាទអញ្ចឹងបានថានិយាយទៅគឺនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតគាត់រៀននៅអាមេរិកឬក៏អ្នកដែលធ្វើការជាមួយគាត់ហ្នឹងផ្សេងទៅពីអាមេរិកឬក៏មានការធ្វើការជាមួយអ្នកអាមេរិកគាត់ចេះតែទីហ្នឹងរឿងអីក៏ដោយពេលខ្លះបើកាលណាចរចាគ្នារវាងភាគីពីរហ្នឹងប្រើយន្តការទ្វេភាគីក៏ដោយការទូតណាទ្វេភាគីក៏ដោយយន្តការតុលាការក៏ពេលខ្លះឬក៏យោធាក៏ដោយបាទវាផ្ទាល់គេប្រើយន្តការមួយទៀតគឺសារព័ត៌មានគេលិចធ្លីព័ត៌មានខ្ញុំភាសាយកព័ត៌មានជំរាបជូនច្រើនហើយដែលខ្ញុំនិយាយថាព័ត៌មានបែកធ្លីឯណាមន្ត្រីអាមេរិកនិយាយសឹមមិនបញ្ចេញឈ្មោះគេលិចដោយចេតនាដើម្បីប្រើបណ្ដាញសារព័ត៌មាននិយាយបញ្ហាដើម្បីបុកទម្លុះរឿងអីមួយរឿងវាអញ្ចឹងទេដូច្នេះអត់មានហួសពេលទេក្មួយហើយទៅចេះអំពីតាក់ទិចនឹងផងបាទចាំខ្ញុំប្រាប់មួយទៀតចុះនៅខ្មែរខ្ញុំធ្លាប់កាលខ្ញុំនៅខាងកាន់ព័ត៌មាននៅ UN ហ្នឹងខ្ញុំធ្លាប់ធ្វើអញ្ចឹងដែរប៉ុន្តែដោយមានការអនុញ្ញាតពីប្រធានខ្ញុំដែរណាមិនមែនខ្ញុំធ្វើដោយចេតនាខ្លួនឯងគឺពេលដែលប្រិមិត្តឃើញសារព័ត៌មានមួយចំនួនដែលថាមន្ត្រីរបស់សហរដ្ឋអាមេរិកនៅក្រសួងការពារជាតិដែលបាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌសូមឲ្យមិនបញ្ចេញឈ្មោះមិនមែនមានន័យថាអត់មានឈ្មោះទេការពិតនៅក្នុងពេលហ្នឹងមានកិច្ចការមួយចំនួនបាទខ្ញុំខ្លួនឯងហ្នឹងខ្ញុំបានឆ្លងកាត់ច្រើនហើយនៅពេលដែលតាក់ទងទៅមន្ត្រីរបស់ក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកដែលនិយាយពីរឿងទណ្ឌកម្មនៅកម្ពុជាក្នុងពេលកន្លងមកមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកដែលនិយាយក្នុងពេលកន្លងមកតាក់ទងរឿងការបរទេសជាមួយកម្ពុជាហ្នឹងអ្នកហ្នឹងគាត់និយាយជាមួយយើងមានការអនុញ្ញាតពីប្រធានត្រឹមត្រូវប៉ុន្តែគាត់ថាអ្នកនាំពាក្យដែលចេញឈ្មោះពិតប្រាកដហ្នឹងគាត់មិនមានពេលឬក៏គេប្រើវិធីមួយគេនិយាយឲ្យយើងដឹងគេ brief ឲ្យអ្នកកសែតទៀតណោះគេ brief ឲ្យអ្នកកសែតទៀតអ្នកកសែត 3-4 នាក់ណោះប៉ុន្តែគេថានឹងគឺ on the record ប៉ុន្តែសូមមិនបញ្ចេញឈ្មោះគេមានតាក់ទិចនឹងទៀតបាទអញ្ចឹងដូច្នេះវាមានវិធីច្រើនណាស់ក្នុងការធ្វើកិច្ចការងារទាំងអស់ហ្នឹងបាទមិនមែនថាយើងចេះមួយបានតែគ្រប់បើថាមិនដើរតាមច្រកហ្នឹងគឺក៏មិនមែនទេមានច្រកច្រើនណាស់ខ្ញុំក៏រៀនមិនទាន់អស់ដែរបាទនៅតែរៀនរហូតហ្នឹងបាទជាប្រចាំអញ្ចឹងបាទថាដូចតែខ្ញុំធ្លាប់និយាយអញ្ចឹងនៅពេលដែលមានវិបត្តិអីមួយតាំងពីសម័យដើមមកគឺពេលចប់វិបត្តិហ្នឹងមេដឹកនាំដែលបកកែមេតបដែលបកកែគឺគេរកវិធីអ្វីដែលធ្វើមួយផ្សេងទៀតបាទអានឹងបាទថាអ្នកបកកែគេរកតាក់ទិចអីផ្សេងទៀតដែលមិនមាននៅក្នុងសភៅក្នុងពេលកន្លងមកទេបាទឥឡូវខ្ញុំនិយាយមួយដែលថាមិនមែនសរសើរថៃទេប៉ុន្តែខ្ញុំមើលទៅឃើញរបៀបថៃមួយគឺនៅពេលចាំបាននេះពេលដែលគាត់ថៃគាត់ចូលមកគឺយើងមិនបាញ់បច្ចេករកគាត់គឺគាត់យកអីមកដាក់ឈើមកពាត់រកគាត់បើកចូលមកហ្នឹងអាហ្នឹងគឺជាការមួយនៅកំណត់មួយឆ្លាតរបស់មេតបពេលហ្នឹងដែរគេដឹងតាក់ទិចតាមភូមិសាស្ត្រនៅអ៊ុយក្រែននៅពេលដែល HIMARS បាញ់ធ្វើមិនដើម្បីគេចពីរុស្ស៊ីមកបាញ់ទៅរៀបចំមកបាញ់ពុបមិនដល់5នាទីបើកឡានរត់ចេញនឹងមួយទៀតទៅយកឡានចាស់ហ្នឹងមកបាញ់ថ្នាំធ្វើរៀងដូចហៃម៉ាស់អញ្ចឹងទៅដាក់បញ្ឈរចោលរុស្ស៊ីបាញ់ឆេះតាហៃម៉ាស់គេបញ្ឈរហ្នឹងអានោះជាតាក់ទិចតែមេតបនីមួយដែលអ្នករៀបចំគេតាក់ទិជនអ្នកយុទ្ធសាស្ត្រអ្នកតាក់ទិចនីមួយហ្នឹងគេបង្កើតឡើងដើម្បីឲ្យស្របទៅតាមស្ថានភាពហ្នឹងបាទអញ្ចឹងដូច្នេះការដែលយើងចេះមួយមិនមែនមានន័យថាគ្រប់ទេឬក៏យើងអានសភៅអស់ហ្នឹងមិនថាគ្រប់គ្រាន់ហើយទេវាវិវត្តទៅតាមស្ថានភាពតើស្ថានភាពណាដែលទៅប្រើយ៉ាងម៉េចអាហ្នឹងគឺស៊ីសងទៅលើក្រុមដឹកនាំអ្នកដែលធ្វើការងារជំនាញអ្នកដឹកនាំហើយនឹងមេដឹកនាំនោះគាត់សម្រេចប្រើតាក់ទិចនៅពេលណានឹងជារឿងរបស់គាត់បាទអញ្ចឹងខ្ញុំជូនប៉ុណ្្នឹងមួយណាបាទ
បាទអូខេដូចជាអូមានអ្នកសួរច្រើននៅណាគេនេះសារិនអូអត់ដែរជួបផងទៅថ្មីសួស្ដីលោកសេងតាថៃទៅ UN ប្តឹងរឿងស្កានរបស់យើងមិនដែរមានទម្ងន់អត់បាទទម្ងន់មិនទម្ងន់វាស៊ីសងទៅលើរឿងនឹងកើតឡើងឬមិនកើតឡើងឬក៏ចាត់ការមិនចាត់ការទេបាទបើកម្ពុជាយើងលោកលឹមលីនៅហ្នឹងឯងពងធ្វើការរាល់ថ្ងៃរហូតដល់ហ៊ានដាក់ការបរិច្ឆេទថាត្រឹមខែ4នឹងបោះសម្អាតអស់ផងនោះដូច្នេះបើកាលណាតែប៉ុណ្ណឹងថាយើងមាន scammer ហើយយើងបកាយទេអត់ទេអាហ្នឹងសម្ដីចៅរបស់គាត់មានប្រសិទ្ធភាពចាំបើយើងថាយើងទទួលស្គាល់ថាមានកម្ពុជាទទួលស្គាល់ថាមានហើយកម្ពុជាកំពុងតែចាត់វិធានការយ៉ាងចាស់ដៃយ៉ាងហើយតែហ្នឹងវាមានប្រសិទ្ធភាពមិនមានប្រសិទ្ធភាពនឹងលោកសារិនទៅពិចារណាខ្លួនឯងណាបាទអមរាជំរាបសួរបងសូមអរគុណចំពោះព័ត៌មានជារៀងរាល់ថ្ងៃបាទអរគុណបាទអមរាបាទសុខសប្បាយអមរាមានន័យទៀតសូមទោសបងថៃធ្វើផ្លូវធ្វើអ្វីផ្សេងទៀតដែលមិនដឹងថាគេព្រមឲ្យយើងវិញសួរដែរបើយើងឈ្នះការទូឬសោកដល់ពេលខ្លះខ្ញុំទូចិត្តក៏ខឹងនឹងបារម្ភនៅចាំបានទេមុនពេលដែលប្រយុទ្ធគ្នាឡើងវិញមិន JBC វោះចុះវោះឡើងមិនទៅដល់ចូលតំបន់មួយខ្ញុំភ្លេចតំបន់នេះគេហ្នឹងដែលខ្នល់ដែលថៃធ្វើហើយហ្នឹងបាទយើងមិនចូលហ្នឹងបាទតែបើដីខ្មែរហ្នឹងអរគុណដែលបានធ្វើថ្នល់ជូនហ្នឹងមានតែយកវិញទៅបាទលោកពូខ្ញុំជឿសុផាតបាទសុផាតតែលោកពូខ្ញុំជឿថាប្រទេសថៃប្រជាជននៅក្បែរយើងក៏ត្រូវការបើកព្រំដែនជាមួយកម្ពុជាដែរដើម្បីងាយស្រួលពាណិជ្ជកម្មជាមួយគ្នាអរគុណបាទខ្ញុំយល់ស្របបាទខ្ញុំយល់ស្របមិនអាចនឹងរត់ចោលគ្នាបានទេមិនអាចលើកថៃនឹងទៅដាក់នៅកលៀតណាលើកខ្មែរទៅដាក់នៅកលៀតណាទេនៅតែត្រូវនឹងបាទដូច្នេះការសម្របសម្រួលគ្នានឹងជិះមិនរួចទេសារ៉ាំក៏ថាលោកពូយល់យ៉ាងណាដែរថៃចាប់អ្នកនេសាទកម្ពុជាខ្ញុំបានជម្រាបជូនដំណឹងមិញខ្ញុំយល់ស្របជាមួយនឹងការតវ៉ារបស់កម្ពុជាហ្នឹងគឺបាទមកចាប់កម្ពុជាអញ្ចឹងបាទគឺកម្ពុជានៅក្នុងសេចក្តីថ្លែងការណ៍ហ្នឹងក៏ដាក់ធ្ងន់ដែរគឺជាការមួយដែលមករំលោភមកយកច្បាប់ខ្លួនឯងមកអនុវត្តទៅលើទឹកដីកម្ពុជាប៉ុន្តែខ្ញុំឮអ្វីដែលខ្ញុំយល់ពីសារ៉ាំចង់សួរបន្ថែមទៀតក្រៅពីព័ត៌មានហ្នឹងគឺចង់យល់ថាតើទង្វើបែបនេះរបស់ថៃហ្នឹងវាក៏ឃ្លឿនឬអត់ទេអញ្ចឹងណាបាទខ្ញុំយល់ថាថៃគាត់ប្រហើនគាត់បង្ករឿងបាននិយាយរួមបើខ្ញុំអាចនិយាយទៅដោយដឹងចិត្តសារ៉ាំគឺចង់បានពាក្យមួយហ្នឹងខ្ញុំអាចជូនពាក្យនឹងបានគឺតែគាត់បង្ករឿងគ្រប់ក្លុកក្លៀតទាំងអស់បាទមែនទេជាពាក្យដែលចង់បានអញ្ចឹងមែនទេខ្ញុំគាត់ថាសួរខ្ញុំដឹងចង់បានបាទខ្ញុំថាគាត់ប្រហើនណាគាត់មើលងាយយើងបាទអញ្ចឹងយើងមានតែពង្រឹងខ្លួនយើងទេបាទអូខេ Edward ចុងក្រោយណាបាទទៅណាអូ Edward បាទអូខេ Edward បាទ Edward សូមសំណួរ Edward ចុងក្រោយចឹងប្រិមត្តដទៃទៀតចប់តែម្ដង Edward គាត់សួរថាខ្ញុំតែងតែមានចម្ងល់តើមានមូលហេតុអ្វីបានជាសម្ដេចហ៊ុនសែនបញ្ជូននាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតឲ្យទៅរៀននៅសាលា West Point នៅសហរដ្ឋអាមេរិកអូយសំណួរនេះល្អមែនតើបាទសំណួរលោក Edward នឹងល្អមែនតើបងបាទប៉ុន្តែនៅក្នុងសំណួរនោះមានចម្លើយបាទមានសំណួរមានចម្លើយអូខេឥឡូវនិយាយរឿងនោះមួយចោះបាទដែលខ្ញុំថាខ្ញុំដល់តម្លៃទៅលើអ្នកការទូតអាមេរិកចំនួន2នាក់ម្នាក់ក្នុងចំណោមហ្នឹងគឺលោក Charles sorry ចង់វិញឈ្មោះគាត់បន្តិចហើយទៅចង់ភ្លេចឈ្មោះគាត់ Charles I don't think Charles Twining Charles អីមួយចំទៅភ្លេចឈ្មោះគាត់មកផ្លែហ្នឹងគេ Charles Twining មិន Charles Twining ឬក៏ភ្លេចឈ្មោះគាត់ទៅបាទលោក Ambassador ជំនាន់ហ្នឹងបាទជាអ្នកដែល sponsor រៀបចំកម្មវិធីហ្នឹងឲ្យមានកម្មវិធីអញ្ជើញនិស្សិតរបស់កម្ពុជាហ្នឹងគឺលោកហ៊ុនម៉ាណែតនឹងចូលមករៀននឹងបាទគឺមាន recommendation នឹងច្រើនបាទដូច្នេះរឿងដែលកាត់ឡើងជំនាន់ហ្នឹងគឺបាទជារឿងមួយដែលគាត់មើលឃើញអាមេរិកមើលឃើញថាត្រូវតែបណ្ដោះអ្នកចំនួនថ្មីរបស់កម្ពុជាបាទអញ្ចឹងបានខ្ញុំថាភ្នែកគាត់ភ្លឺបាទតែសំណួររបស់លោក Edward គឺចង់ដឹងថាហេតុអ្វីបានជាលោកហ៊ុនសែនលោកអនុញ្ញាតឲ្យកូនទៅរៀនបាទមិនទៅរៀននៅចិនឬក៏រៀននៅវៀតណាមអ្វីដែលចង់ដឹងគឺអញ្ចឹងបាទដូច្នេះអានឹងហើយដែលខ្ញុំថាចម្លើយនៅក្នុងនឹងស្រាប់ហើយគឺបានន័យថាម៉េចបាទគាត់មើលឃើញផ្លូវឆ្ងាយដែលថាការសិក្សានៅអាមេរិកនេះវាជារឿងមួយដែលអាចនឹងបើកច្រកនៅក្នុងការទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិកដែរបាទពីព្រោះអីការដែលឲ្យមកនោះមិនមែននឹកឃើញមកទេពីព្រោះមានលោកទីឆាតហ្វៃនេះខ្ញុំភ្លេចឈ្មោះគាត់ភ្លាមមកភ្លេចមកផ្លែតមកវគ្គឈ្មោះគាត់មានការរៀបចំចឹងឆាតហ្វៃនេះអញ្ចឹងបាទឆាតហ្វៃនេះហើយព្រោះមានឆាមួយទៀត I think ឆាតហ្វៃនេះហ្នឹងបាទឆាតហ្វៃនេះនឹងរៀបចំរឿងហ្នឹងបាទដូច្នេះវាមានការរៀបចំត្រឹមត្រូវក្នុងការរៀបចំសម្រាប់ទៅអនាគតហើយហ្នឹងម្នាក់ទៀត ambassador ម្នាក់ទៀតដែលមកនិយាយពាក្យនឹងជាមួយខ្ញុំផ្ទាល់តែខ្ញុំសូមមិនបញ្ចេញឈ្មោះ ambassador ហ្នឹងទេបាទដូច្នេះអ្វីក៏ដោយវាមានការ
វាមានការរៀបចំការមើលឃើញរបស់ខាងសហរដ្ឋអាមេរិកក៏ដូចជាខាងភាគីកម្ពុជាផងដែរចឹងហើយបានដូចតែខ្ញុំតែនិយាយថាខ្ញុំតែតែមានក្តីសង្ឃឹមថាទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជានឹងល្អប្រសើរហើយខ្ញុំថែមទាំងសូមប្រិមិត្តផងដែរខ្ញុំថាថ្ងៃក្រោយបើសិនជាឃើញកម្ពុជានិងអាមេរិកបានល្អប្រសើរប្រិមិត្តសូមមេត្តាជួយចាំឈ្មោះខ្ញុំមួយផងថាមានខ្មែរអាមេរិកកាំងម្នាក់តែចង់ឃើញទំនាក់ទំនងអាមេរិកហើយនិងកម្ពុជានឹងល្អប្រសើរនៅគ្នាល្អអឺណាស់គឺមានខ្ញុំមួយផងដែរណាចង់ចាំខ្ញុំផងបាទសូមគ្រីឌីតមួយផងគឺខ្ញុំជំរុញដើម្បីឲ្យបានល្អប្រសើរនឹងគ្នាហើយបើបានល្អប្រសើរគឺខ្ញុំសប្បាយចិត្តណាស់បាទហើយដូចខ្ញុំនិយាយចឹងគឺខ្ញុំមិនប្រកាន់ថាអ្នកណាកាន់អំណាចនៅក្នុងប្រទេសកម្ពុជាទេបាទមិនមែនថាដូចតែគណៈបកប្រជាជនកាន់នៅកម្ពុជាចង់ភ្លើងទៀនកាន់ក៏ដោយប្រជាធិបតេយ្យជឿនលឿនរបស់លោកចាំពេញរឹកក៏ដោយបើកាន់ថាទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកបានល្អប្រសើរគឺខ្ញុំសប្បាយចិត្តហើយបាទតែឥឡូវនេះគេថាការវិវត្តនេះគឺវិជាទៅកាន់តែល្អប្រសើរខ្ញុំសង្ឃឹមថានឹងនៅបន្តបែបនេះជាប់ជារៀងរហូតបាទគឺបានន័យថាបន្តចប់រហូតដល់ចប់អាណត្តិរបស់លោកត្រាំក៏នៅតែល្អពីព្រោះមួយអាណត្តិលោកត្រាំនេះខ្ញុំគិតថានឹងដើរទៅកាន់តែល្អទៅប៉ុន្តែក្រោយពីអាណត្តិលោកត្រាំខ្ញុំសង្ឃឹមថានឹងនៅបន្តល្អជាមួយគ្នានឹងទៀតបាទហ្នឹងអរគុណអញ្ចឹងCharles Twining បាទហ្នឹងខ្ញុំគិតថា Charles Twining ប៉ុន្តែមានមួយទៀតខ្ញុំច្រឡំ Master Charles Twining អ្នករៀបចំបាទហើយមានអ្នកនិយាយរឿងអត់ពិតច្រើនណាស់តាក់ទងជាមួយនឹងការដែលលោកហ៊ុនម៉ាណែតគាត់អញ្ជើញមករៀននៅ West Point នឹងមានអ្នកអត់ដឹងរឿងនិយាយបណ្ឌិតរឿងច្រើនណាស់បាទកុំជឿការនិយាយមួយចំនួនអត់និយាយអត់ត្រូវទេដូចខ្ញុំមិនចាំនិយាយប៉ះពាល់ដល់អ្នកណាផ្សេងតែមានអ្នកនិយាយអត់ត្រូវរឿងអត់ដឹងសាច់រឿងហ្នឹងច្រើនណាស់បាទដឹងសាច់រឿងគេមានការរៀបចំត្រឹមត្រូវរបស់គេយូរហើយបាទអញ្ចឹងសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលចូលមកស្ដាប់ការចែករំលែកព័ត៌មានចំណេះដឹងរបស់ខ្ញុំហើយក៏ដូចជាបានចូលរួមបញ្ចេញមតិក៏ដូចជាសួរសំណួរខ្ញុំសប្បាយចិត្តណាស់ខ្ញុំរំភើបរីករាយបាទអរគុណសូមជម្រាបលា